តើអ្នកធ្លាប់ជួបរឿងព្រីបិសាចផ្ទាល់ខ្លួនទេថ្ងៃនេះខ្ញុំនឹងចែករំលែករឿងពិតដែលខ្ញុំបានជួបប្រទះនៅក្បែរដើមស្នាយមួយកន្លែងដែលធ្វើឲ្យខ្ញុំលែងហ៊ានដើរកាត់ទីនោះនៅពេលយប់ទៀតហើយរឿងនេះមិនមែនជារឿងប្រឌិតទេតែជារឿងដែលកើតឡើងចំពោះខ្ញុំផ្ទាល់សូមប្រុងប្រយ័ត្នព្រោះរឿងនេះអាចធ្វើឲ្យអ្នកព្រឺសម្បុរខ្ញាក់រាត្រីសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទថ្ងៃនេះខ្ញុំចង់ចែករំលែករឿងរន្ធត់មួយដែលបានកើតឡើងចំពោះខ្ញុំកាលពីប៉ុន្មានឆ្នាំមុនកាលនោះខ្ញុំនៅក្មេងចូលចិត្តដើរលេងពេលយប់ផ្ទះខ្ញុំនៅជិតចំការមួយដែលមានដើមស្នាយចាស់ធំមួយដុះនៅកណ្ដាលដើមស្នាយនោះមើលទៅចាស់ហើយមានមែកធំធំស៊ុបទ្រុបទ្រោមតែងតែធ្វើឲ្យខ្ញុំព្រឺសម្បុរនៅពេលយប់ខ្ញុំធ្លាប់ឮចាស់ដំណាលតគ្នាថាកន្លែងនោះមានខ្មោចព្រាយសន្ធិដ្ឋខ្ញុំមិនសូវជឿរឿងទាំងនោះទេតែរឿងដែលខ្ញុំជួបធ្វើឲ្យខ្ញុំលែងហ៊ានមើលស្រាលរឿងព្រាយបិសាចទៀតហើយរឿងនេះពិតជាបានផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំចំពោះពិភពលោកដែលមើលមិនឃើញទាំងស្រុងយប់មួយខ្ញុំត្រឡប់មកពីលេងផ្ទះមិត្តភ័ក្តិវិញយប់ជ្រៅណាស់ពេលដើរកាត់ចំការខ្ញុំមានអារម្មណ៍ថាដូចជាមានគេសម្លឹងមើលខ្យល់បក់ខ្លាំងខុសពីធម្មតាធ្វើឲ្យស្លឹកឈើយោលរវិចខ្ញុំព្យាយាមមិនគិតច្រើនហើយដើរយ៉ាងលឿនតែពេលដែលខ្ញុំដើរជិតដល់ដើមស្នាយស្រាប់តែខ្ញុំឮសំឡេងចម្លែកមួយសំឡេងនោះដូចជាសំឡេងក្មេងយំតែវាខ្សោហើយឮតែមួយខ្ញុំឈប់ស្ងៀមត្រចៀកស្ដាប់សំឡេងនោះកាន់តែច្បាស់ធ្វើឲ្យខ្ញុំប្លែកក្នុងចិត្តយ៉ាងខ្លាំងតែនៅតែបន្តដំណើរទៅមុខពេលខ្ញុំដើរកាន់តែជិតខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមានអ្វីមួយខុសប្រក្រតីខ្យល់ត្រជាក់ខ្លាំងធ្វើឲ្យខ្ញុំខ្ញាក់ស្រមោលដើមឈើហាក់ដូចជាកម្រើកខ្ញុំខំប្រាប់ខ្លួនឯងថាមិនអីទេគ្រាន់តែជាស្រមោលធម្មតាតែប៉ុណ្ណោះតែពេលដែលខ្ញុំសម្លឹងទៅដើមស្នាយស្រាប់តែខ្ញុំឃើញស្រមោលខ្មៅមួយដូចជារូបរាងមនុស្សឈរនៅក្រោមដើមឈើនោះស្រមោលនោះខ្ពស់ហើយស្ដើងខ្ញុំព្យាយាមសម្លឹងមើលឲ្យច្បាស់តែងងឹតពេកខ្ញុំមើលអ្វីមិនច្បាស់សោះខ្ញុំចាប់ដើមភ័យស្លន់ស្លោតែនៅតែព្យាយាមធ្វើជាក្លាហានស្រមោលនោះហាក់ដូចជាដឹងថាខ្ញុំកំពុងសម្លឹងមើលវាស្រមោលនោះចាប់ផ្ដើមរើបំរាស់យឺតខ្ញុំឮសំឡេងខ្សឹបខ្សៀវអ្វីមួយយ៉ាងតែខ្ញុំស្ដាប់មិនបានច្បាស់ទេសំឡេងនោះខ្សោដូចជាគេកំពុងនិយាយអ្វីមួយយ៉ាងមកកាន់ខ្ញុំចាប់ផ្ដើមបែកញើសជោកខ្លួនជើងរបស់ខ្ញុំលែងស្ដាប់បង្គាប់ខ្ញុំចង់រត់តែខ្ញុំធ្វើអ្វីមិនបានសោះខ្ញុំឈរត្រឹងដូចមនុស្សខ្វិនខ្ញុំដឹងថាគ្រោះថ្នាក់ហើយខ្ញុំចាប់ផ្ដើមសូត្រធម៌ក្នុងចិត្តតែសំឡេងខ្សឹបខ្សៀវនោះកាន់តែខ្លាំងឡើងរហូតដល់ខ្ញុំលែងឮអ្វីផ្សេងទៀតភ្លាមនោះភ្លើងពិលរបស់ខ្ញុំក៏រលត់ភ្លឹបខ្ញុំលែងឃើញអ្វីទាំងអស់ភាពងងឹតសូន្យសង់ព័ទ្ធជុំវិញខ្លួនខ្ញុំឮតែសំឡេងខ្យល់បក់ខ្លាំងនិងសំឡេងដកដង្ហើមញាប់របស់ខ្ញុំភ័យខ្លាចជាខ្លាំងខ្ញុំព្យាយាមបើកភ្លើងពិលម្ដងទៀតតែវាមិនដំណើរការសោះខ្ញុំមានអារម្មណ៍ថាដូចជាមានអ្វីមួយនៅជិតខ្ញុំណាស់ខ្ញុំអាចមានអារម្មណ៍ថាមានដង្ហើមដកនៅក្បែរត្រចៀករបស់ខ្ញុំបិទភ្នែកជិតហើយស្រែកឡើងដោយក្តីភ័យខ្លាចបន្ទាប់មកខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទេខ្ញុំដឹងត្រឹមតែថាខ្ញុំភ្ញាក់ពីដួលនៅលើដីភ្លើងពិលរបស់ខ្ញុំក៏បើកដំណើរការវិញខ្ញុំក្រឡេកមើលជុំវិញខ្លួនតែខ្ញុំមិនឃើញអ្វីសោះដើមស្នាយនៅតែឈរនៅទីនោះតែស្រមោលខ្មៅនោះលែងមានទៀតហើយខ្ញុំប្រឹងក្រោកឈរហើយរត់ចេញពីទីនោះឲ្យលឿនតាមដែលអាចធ្វើទៅបានខ្ញុំមិនហ៊ានងាកក្រោយមើលសូម្បីតែបន្តិចខ្ញុំរត់រហូតដល់ផ្ទះហើយបិទទ្វារចាក់សោយ៉ាងណែនខ្ញុំមិនអាចគេងលក់ពេញមួយយប់រឿងនេះបានដិតដាមក្នុងចិត្តរបស់ខ្ញុំជារៀងរហូតចាប់តាំងពីថ្ងៃនោះមកខ្ញុំលែងហ៊ានដើរកាត់ចំការនោះនៅពេលយប់ទៀតហើយខ្ញុំតែងតែគិតអំពីរឿងដែលបានកើតឡើងនៅយប់នោះតើស្រមោលខ្មៅនោះជាអ្វីតើសំឡេងខ្សឹបខ្សៀវនោះចង់ប្រាប់អ្វីមកខ្ញុំមិនដឹងចម្លើយទេហើយខ្ញុំក៏មិនចង់ដឹងដែរខ្ញុំគ្រាន់តែដឹងថាពិភពលោកនេះមានរឿងជាច្រើនដែលយើងមើលមិនឃើញហើយរឿងខ្លះគួរឲ្យខ្លាចជាងអ្វីដែលយើងអាចស្រមៃទៅទៀតខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងប្រុងប្រយ័ត្នហើយកុំមើលស្រាលរឿងព្រីបិសាចឲ្យសោះព្រោះពេលខ្លះវាកើតឡើងពិតប្រាកដរឿងដែលខ្ញុំបានជួបនៅក្បែរដើមស្នាយនោះគឺជាបទពិសោធន៍ដ៏គួរឲ្យខ្លាចបំផុតមួយក្នុងជីវិតរបស់ខ្ញុំ
ខ្ញុំមិនដឹងថាហេតុអ្វីបានជារឿងនេះកើតឡើងចំពោះខ្ញុំទេប៉ុន្តែវាបានធ្វើឲ្យខ្ញុំជឿជាក់ថាពិភពលោកដែលយើងមើលឃើញមិនមែនជាអ្វីទាំងអស់នោះទេមានរឿងរ៉ាវជាច្រើនដែលយើងមិនអាចពន្យល់បានហើយរឿងរ៉ាវទាំងនោះអាចលងបន្លាចយើងបានគ្រប់ពេលដូច្នេះហើយយើងគួរតែប្រុងប្រយ័ត្ននិងគោរពចំពោះអ្វីដែលយើងមិនអាចមើលឃើញខ្ញុំសង្ឃឹមថារឿងរបស់ខ្ញុំនឹងជាមេរៀនមួយសម្រាប់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាធ្លាប់ជួបរឿងរន្ធត់ស្រដៀងគ្នានេះដែរឬទេបើមានសូមកុំភ្លេចចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុង comment ខាងក្រោមផងណាខ្ញុំចង់ដឹងថាតើមានអ្នកណាខ្លះដែលធ្លាប់ជួបរឿងដូចខ្ញុំដែរហើយក៏កុំភ្លេច Subscribe Channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូរន្ធត់ថ្មីៗជាច្រើនទៀតអរគុណសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូក្រោយមុននឹងបញ្ចប់វីដេអូនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថារឿងព្រាយបិសាចមិនមែនជារឿងលេងសើចទេពេលខ្លះវាអាចកើតឡើងចំពោះនរណាម្នាក់នៅពេលណាមួយដែលយើងមិនបានដឹងខ្លួនដូច្នេះហើយសូមកុំមើលស្រាលហើយត្រូវប្រុងប្រយ័ត្នជានិច្ចហើយក៏កុំភ្លេចថាសេចក្តីក្លាហានមិនមែនមានន័យថាមិនខ្លាចនោះទេតែជាការប្រឈមមុខនឹងភាពភ័យខ្លាចហើយបន្តដំណើរទៅមុខទៀតខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចងចាំរឿងនេះទុកក្នុងចិត្តជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូរបស់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាទទួលបានភាពសប្បាយរីករាយនិងបទពិសោធន៍ថ្មីៗពីវីដេអូនេះកុំភ្លេច like share និង subscribe channel របស់ខ្ញុំដើម្បីគាំទ្រខ្ញុំផងណាហើយក៏កុំភ្លេចតាមដានខ្ញុំនៅលើបណ្ដាញសង្គមផ្សេងៗទៀតផងដែរខ្ញុំនឹងខិតខំបង្កើតវីដេអូថ្មីៗនិងល្អជាងនេះទៀតដើម្បីចែករំលែកជូនអ្នកទាំងអស់គ្នាសូមអរគុណនិងជួបគ្នានៅវីដេអូក្រោយសូមអរគុណសម្រាប់ការទស្សនាកុំភ្លេច Subscribe ដើម្បីទទួលបានវីដេអូរន្ធត់ថ្មីៗ